ត្ថកិច្ចចូលបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញស្កេមនៅបាវិតឃាត់ខ្លួនជនបរទេសជាង 2000 នាក់សមត្ថកិច្ចនៅថ្ងៃសៅរ៍ម្សិលមិញនេះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រតិអំពើឆបោកតាមប្រព័ន្ធអនឡាញស្កេមក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង A7 ដែលមានអគារចំនួន 27 ស្ថិតនៅភូមិតាបឹបសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបើតាមសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបជាងទៅ 2044 នាក់ក្នុងនោះជនជាតិចិន 1792 នាក់វៀតណាមចំនួន 177 នាក់មីយ៉ាន់ម៉ា179 នាក់នេប៉ាល់ 30 នាក់ចិនតៃវ៉ាន់ 5 នាក់ម៉ាឡេស៊ី 1 នាក់ឡាវ 2 នាក់ឥណ្ឌា 36 នាក់និងជនជាតិមិចស៊ិក 1 នាក់